យាន ESA មួយនេះត្រៀមខ្លួនទៅកាន់ភពអង្គារក្រោមជំនួយពី NASA និង SpaceX លោកអ្នកប្រកាសជាចាំបាននៅបេសកកម្ម ExoMars ដែលធ្លាប់ស្ថិតនៅក្នុងកិច្ចសហប្រតិបត្តិការរវាងទីភ្នាក់ងារអវកាសអឺរ៉ុប ESA និងរុស្ស៊ី Roscosmos នៅកុបតអឺរ៉ុបបានពន្លែងដៃរុស្ស៊ីចោលក្រោយសង្គ្រាមរវាងរុស្ស៊ីនិងអ៊ុយក្រែនផ្ទុះឡើងកាលពីឆ្នាំ2022បន្ទាប់ពីនោះមានបេសកកម្មមួយបានក្លាយទៅជាកូនកំព្រាដោយមានមេតែខ្វះបាមកជួយគ្រប់គ្រងឈានចូលដល់ឆ្នាំ2024ទីភ្នាក់ងារអវកាសសហរដ្ឋអាមេរិក NASA ក៏បានសម្រេចចិត្តចូលរួមជួយ ESA ដើម្បីបង្កើតនូវបច្ចេកវិទ្យាថ្មីរបស់ ExoMars ជំនួសឲ្យបច្ចេកវិទ្យារុស្ស៊ីហើយបានមកដល់ខែមេសាឆ្នាំ2026នេះក្រុមហ៊ុន SpaceX ត្រូវបានសម្រេចឲ្យទទួលបន្ទុកនៅការបាញ់បញ្ជូនយាន ESA នេះទៅកាន់ទីអវកាសតាមរយៈគ្រាប់រ៉ុកែតប្រកបដោយសមត្ថភាពមិនធម្មតារបស់ខ្លួនខណៈដែលរុស្ស៊ីពីមុនគ្រោងប្រើរ៉ុកែត Proton M ដើម្បីបាញ់បញ្ជូនយាននេះទៅកាន់ភពអង្គារកាលពីឆ្នាំ2022យាន Rosalind Franklin នៃបេសកកម្ម ExoMars ពិតមែនហើយយានកង់6របស់ ESA នេះមានឈ្មោះថា Rosalind Franklin ESA បានដាក់ឈ្មោះបែបនេះដើម្បីរំលឹកដល់ស្នាដៃរបស់អ្នកវិទ្យាសាស្ត្រផ្នែកគីមីសាស្ត្រមួយរូបឈ្មោះថា Rosalind Franklin ដែលបានទទួលមរណភាពនៅក្នុងវ័យត្រឹមតែ37ឆ្នាំកាលពីឆ្នាំ1958ទោះបីជាបែបនេះក្តីលោកស្រី Rosalind Franklin បានបង្កើតស្នាដៃដ៏អស្ចារ្យមួយនោះគឺរបបកំហើញពាក់ព័ន្ធទៅនឹងការស្រាវជ្រាវទៅលើ DNA ដែលជាប្រយោជន៍ដ៏ធំធេងដល់ការសិក្សាផ្នែកវិទ្យាសាស្ត្របច្ចុប្បន្នយានរវល់មួយនេះមានកម្ពស់2ម៉ែត្រនិងទំហំទទឹង 2.5 ម៉ែត្រជាមួយនឹងទម្ងន់310គីឡូក្រាមនៅពេលថ្ងៃនៅលើផ្ទៃភពអង្គារយាននេះនឹងប្រើប្រាស់ពន្លឺនៃព្រះអាទិត្យដែលស្រូបយកតាមរយៈបន្ទះសូឡាជប់ខ្លួនវាព្រមជាមួយនឹងអាគុយដែលអាចស្តុកថាមពលប្រមាណ1142វ៉ាត់ក្នុង1ម៉ោងជាប្រភេទ lithium ion សម្រាប់ពេលយប់វិញគឺវានឹងប្រើប្រាស់ម៉ាស៊ីន radioisotope heater unit ជាប្រភេទម៉ាស៊ីនដុតកម្ដៅដោយថាមពលនុយក្លេអ៊ែរដោយប្រើប្រាស់សមាសធាតុ Americium 241អង្គការ ESA ផលិតម៉ាស៊ីននេះឡើងដោយសហការជាមួយនឹង NASA សម្រាប់ទំនាក់ទំនងជាមួយនឹងទីបញ្ជាការលើផែនដីវិញយាន Rosalind Franklin នឹងធ្វើការងារជាមួយនឹងផ្កាយរណបសង្កេតភពអង្គារ TGO ហៅថា Drake's Great Orbiter របស់ ESA ផ្ទាល់ដែលបានទៅដល់ភពនោះតាំងតែពីឆ្នាំ2016 ESA បញ្ជូនវាទៅកាន់ភពអង្គារមុនដើម្បីត្រៀមស្វាគមន៍បេសកកម្ម ExoMars តែម្ដង TGO នឹងដើរតួជាអ្នកទទួលយកទិន្នន័យដែលបាញ់ឡើងមកពីយាន Rosalind Franklin ហើយបាញ់បញ្ជូនបន្តមកកាន់ក្រុមការងារនៅលើផែនដីវិញដោយឡែក ESA ក៏មានផ្កាយរណបសង្កេតភពអង្គារមួយទៀតផងដែរនោះគឺ Mars Express ដែលបានទៅដល់ទីនោះកាលពីឆ្នាំ2003និងបន្តប្រតិបត្តិការដល់បច្ចុប្បន្នប៉ុន្តែវាជាការគ្រោងនឹងចូលនិវត្តន៍ចុងឆ្នាំ2026នេះហើយគោលដៅនៃយាន Rosalind Franklin មិនខុសពី rover មុនៗរបស់អង្គការ NASA ឬសូម្បីតែបេសកកម្ម Teven-1 របស់ China ទេដោយ rover ឈ្មោះថា Rosalind Franklin ក៏នឹងទៅដល់ភពអង្គារដើម្បីស្វែងរកដាននៃជីវិតផងដែរហើយឧបករណ៍ពិសេសបំផុតដែលយានកង់6មួយនេះយកទៅជាមួយនោះគឺឧបករណ៍ខួងចូលស្រទាប់ដីភពអង្គារតែម្ដងឧបករណ៍ខួងនេះនឹងអាចត្បល់ចូលទៅក្នុងដីភពអង្គារយ៉ាងហោចណាស់2ម៉ែត្រដើម្បីស្វែងរកភស្តុតាងអំពីជីវិតនៅលើភពក្រហមនោះកាលពីអតីតកាលឬក៏អាចបច្ចុប្បន្ននេះផងដែរនៅក្នុងបេសកកម្មនៃធាតុសោតសមាសធាតុរ៉ែឬក៏ធាតុគីមីសំខាន់ៗដែលពាក់ព័ន្ធទៅនឹងជីវិតក៏ត្រូវបានគេរំពឹងថានឹងរកឃើញផងដែរហើយ Rosalind Franklin មានឧបករណ៍វិភាគរកប្រភេទ molecule organic ពាក់ព័ន្ធទៅនឹងជីវិតផងដែរនោះគឺ Mass Organic Molecule Analyzer ឬហៅកាត់ថា MOMA ជាងនេះទៅទៀតយាន ESA មួយនេះក៏មានបំពាក់នៅកាមេរ៉ាពិសេសនោះគឺ PadCam និង Clue2សម្រាប់ថតទេសភាពជាទូទៅនៃភពអង្គារផងនិងថតគៀកថ្មឬសន្តានដីនានាដ៏គួរឲ្យចាប់អារម្មណ៍ផងដែរការបរិច្ឆេទនិងរ៉ុកែតសម្រាប់បាញ់បញ្ជូនយាន Rosalind Franklin ប៉ុន្តែនៅក្នុងកិច្ចសហប្រតិបត្តិការជាមួយនឹង NASA នេះទីភ្នាក់ងារអវកាសអឺរ៉ុប ESA ទទួលបាននូវឧបករណ៍សម្រាប់ផ្ទុកនៅ Caris module និងឧបករណ៍សម្រាប់ធ្វើការចុះចត lander សម្រាប់យាន Rosalind Franklin ទៅកាន់ភពអង្គារហើយចំពោះការបាញ់បញ្ជូនវាឡើងទៅលើភពផែនដីទៅកាន់ទីអវកាសគឺក្រុមហ៊ុនអវកាសឯកជនអាមេរិក SpaceX ជាអ្នកទទួលខុសត្រូវបើតាមកិច្ចព្រមព្រៀងខាងលើនេះ SpaceX នឹងប្រើប្រាស់រ៉ុកែតខ្នាតធំរបស់ខ្លួនគឺ Falcon Heavy ដើម្បីបាញ់បញ្ជូនយាន Rosalind Franklin ចេញពីទីលាន Launch Complex
39A នៃមជ្ឈមណ្ឌល Kennedy Space Center របស់អង្គការ NASA ស្ថិតនៅក្នុងរដ្ឋ Florida ភាគអាគ្នេយ៍សហរដ្ឋអាមេរិកដែលនឹងកាត់ឡើងនៅចុងឆ្នាំ2028បើមិនមានអ្វីប្រែប្រួលទៀតគូបញ្ជាក់ថាយាន Rosalind Franklin នឹងចុះចតនៅតំបន់ Oceanus នៃអន្តរជាតិខាងជើងភពអង្គារមិនឆ្ងាយប៉ុន្មានពីជន្លង Val Marineris Oceanus ត្រូវបានគេគណនាដឹងថាធ្លាប់កន្លែងសម្បូរវត្តមានទឹកមួយមានបណ្ដោយប្រវែង200គីឡូម៉ែត្រហើយក៏ធ្លាប់មានទន្លេមួយចំនួនហូរកាត់ទីនោះផងដែរកាលពីខ្ទង់ 4000 លានឆ្នាំមុនដែលជាហេតុធ្វើឲ្យវាត្រូវបានគេចាត់ទុកថាជាតំបន់ដីល្បាប់ដូច្នេះវាជាទីតាំងប្រពៃបំផុតហើយសម្រាប់ការស្វែងរកជីវិតការធ្វើដំណើររបស់ Rosalind Franklin នឹងរៀងយូរបន្តិចក្រោយពីចាក់ចែងពីផែនដីចុងឆ្នាំ2028នោះវានឹងទៅដល់គន្លងគោចរនៃភពអង្គារហើយចុះចតនៅលើផ្ទៃភពក្រហមនោះលើអំឡុងឆ្នាំ2030ការពន្យាពេលនៃដំណើរនេះបើធៀបទៅនឹងបេសកកម្មមុននឹងកើនឡើងក៏ព្រោះតែក្រុមអ្នកវិទ្យាសាស្ត្រចង់គេចចេញពីរដូវនៃព្យុះធូលីដ៏អាក្រក់នៅលើភពអង្គារព្រោះយាននេះនឹងមិនអាចធ្វើការចុះចតចំពេលអាក្រក់បែបនេះឡើយ។